ពេលវេលាចេះតែរំកើនទៅមកអាយុកាន់តែច្រើនមិនដឹងពេលណាបានសុខចេះតែខំប្រឹងក្រែងរួចផុតពីទុក្ខមានជីវិតត្រូវតែស៊ូប្រឹងដើរទៅមុខពេលខ្លះខ្ញុំគិតថាជីវិតខ្ញុំគ្រាន់បើខំតែបន្តិចទៀតនឹងល្អប្រសើរស្នេហានឹងការងារចូលមកជាបណ្ដាកំពុងតែសប្បាយចិត្តនៃក៏បកអាក់ដំណើរទេវតាហាដូចជាលេខសើចនឹងខ្ញុំទើបតែបានសើចឥឡូវប្រែជាយំអ្វីគ្រប់យ៉ាងប្រៀបដូចជាសវត្ថហេតុអ្វីទេវតាចិត្តធម៌យ៉ាងហ្នឹងដឹងថាមានជីវិតគឺត្រូវតែមានទុក្ខតែនេះទេវតាយកភ្នំមកសង្កត់ចង់ឲ្យខ្ញុំតច្រកអត់មានផ្លូវរត់ពេលនេះជីវិតខ្ញុំដូចថ្ងៃអត់សដងសុទ្ធមុខពោពេញទៅដោយបញ្ហា